សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនយើងណាខ្លះចង់ផុសវីដេអូជាលក្ខណៈបែបនេះបាទហើយកំពុងស្វែងរកកម្មវិធីដែលអាចផុសវីដេអូបែបហ្នឹងបានបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកណែនាំ tool មួយបាទដើម្បីឲ្យបងប្អូនយើងចុះឈ្មោះពេលដែលយើងចុះឈ្មោះទៅយើងអាចផុសវីដេអូជាលក្ខណៈបែបហ្នឹងបានហើយប៉ុន្តែបងប្អូនត្រូវមាន email ហើយនឹង page ឲ្យហើយបើសិនជាបងប្អូនអត់ទាន់មាន email ហើយនឹង page ទេក៏យើងអត់អាចចុះឈ្មោះបានដែរហើយអធិស្ឋានដល់បងប្អូនយើងផងបើសិនជាស្ដាប់សំឡេងខ្ញុំទៅវារៀងស្អកដោយសារខ្ញុំផ្ដាសាយវាស្អកកចឹងបើនិយាយអត់ច្បាស់អីសូមបងប្អូនអធិស្ឋានផងចឹងកុំឲ្យខាតពេលយូរបើសិនជាបងប្អូនកំពុងមើលវីដេអូខ្ញុំមួយហ្នឹងបាទឥឡូវខ្ញុំចូលទៅឧទាហរណ៍ក្នុង YouTube ហ្មងទៅយើងបើកមកកាន់ YouTube មកបាទអញ្ចឹងបើសិនជាបងប្អូនកំពុងមើលវីដេអូខ្ញុំមួយនេះបងប្អូនគ្រាន់តែចុច like comment មកបងប្អូននឹងឃើញ link ខ្ញុំដាក់ឲ្យហើយអញ្ចឹងបងប្អូនសួរថាចុច link ដើម្បីអីបាទអញ្ចឹងយើងចុចលើ link របស់ខ្ញុំហ្នឹងដើម្បីបងប្អូនទទួលបាន discount ណាបើសិនជាបងប្អូនចុះឈ្មោះក្រៅពី link របស់ខ្ញុំបងប្អូននឹងបង់តម្លៃវាពេញហ្មងអញ្ចឹងសម្រាប់ tool មួយនេះគឺយើងត្រូវការប្រើបង់លុយបានវាអត់ខូច Facebook វាអត់បាត់វីដេអូពីក្នុង page របស់យើងហ្នឹងបើយើងចង់ប្រើ free វាអាចខូចវាអាចបាត់ឥឡូវបងប្អូនចុចលើ link របស់ខ្ញុំមកដើម្បីទទួលបាន discount បាទយើងគ្រាន់តែចុចលើ link ហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចុចលើ link មកគឺវាចេញបែបនេះកន្លែងខាងលើគេនេះគឺបងប្អូនដាក់ឈ្មោះរបស់បងប្អូនមកបាទយើងដាក់ឈ្មោះមកហើយកន្លែងទី2នេះគឺយើងដាក់ email របស់យើងអញ្ចឹងបងប្អូនដាក់ email របស់បងប្អូនមក email ណាក៏បានដែរឲ្យតែយើងអាចទទួលសារពីក្រុមហ៊ុនបានណាបាទពេលដែលយើងដាក់ email អញ្ចឹងហើយសម្រាប់កន្លែង password នេះគឺយើងដាក់លេខកូដប៉ុន្មានក៏បានដែរឲ្យតែយើងចាំខ្លួនឯងបាទអញ្ចឹងយើងដាក់វាទៅដល់ពេលដែលយើងដាក់ហើយកន្លែងគេដាក់ពាក្យថា confirm password នៅបន្លោះខាងក្រោមគេនេះគឺយើងវាយ password ឲ្យដូចអាខាងលើនឹងអញ្ចឹងបាទខ្ញុំសុំវាយ password ចូលអូខេបន្ទាប់ពីយើងវាយ password ហើយអ្វីដែលសំខាន់គឺបងប្អូនផ្ទៀង email បងប្អូនបាទកុំឲ្យវាខុសពេលដែលបងប្អូនផ្ទៀងត្រូវហើយយើងចុចពាក្យ sign up យកតែម្ដងបាទអូខេពេលដែលបងប្អូនចុចពាក្យ sign up វានឹង load ពាក្យថា register successfully បាទអញ្ចឹងវាចេញបែបហ្នឹងបងប្អូនគ្រាន់តែចុច OK មកពេលដែលបងប្អូនចុច OK គឺវាចេញបែបនេះយើងអត់ទាន់អាច log in វាបានទេដោយសារយើងអត់ទាន់ active account អញ្ចឹងយើងចូលទៅកាន់កម្មវិធី email របស់យើងបាទយើង refresh វាមួយមកអញ្ចឹងបងប្អូនឃើញនេះគឺ similar tool នេះបាទខាងលើគេហ្នឹងយើងចុចលើហ្នឹងមកហើយបងប្អូនឃើញគេដាក់ពាក្យថា click here to verify បងប្អូនគ្រាន់តែចុចលើហ្នឹងមកអូខេអញ្ចឹងវាដាក់ថា your account has been verified អញ្ចឹងយើងអាច verify បានជោគជ័យហើយយើងគ្រាន់តែ log in account របស់យើងទៅគឺបានហើយអញ្ចឹងបងប្អូនភាគច្រើនគាត់ចុចចឹងហើយគាត់រកកន្លែងផុសអត់ឃើញអញ្ចឹងខ្ញុំអូសវាចោលសិនបាទហើយខ្ញុំបើកមកកាន់ Google Chrome ពេលយើងបើកមកកាន់ Google Chrome គឺវាចេញបែបនេះហើយបើសិនជាវាអត់ចេញទេបងប្អូន search ឈ្មោះវាមកនេះ similartool.com ហ្នឹងមកវាចេញមកបែបហ្នឹងដូចគ្នាអញ្ចឹងយើងវាយ email របស់យើងចូលមកបាទពេលដែលយើងវាយ email ហើយអាកន្លែងគេដាក់ពាក្យថា password នេះយើងវាយ password របស់បងប្អូនចូលមកបាទបងប្អូនដាក់ប៉ុន្មានគឺវាយប៉ុណ្្នឹងមកអូខេបន្ទាប់ពីយើងវាយ email password ហើយបងប្អូនគ្រាន់តែចុចពាក្យ sign in មកពេលដែលបងប្អូន sign in គឺវាចេញបែបនេះបងប្អូនទៅភ្ជាប់វាជាមួយ Facebook យើងសិនបាទយើងគ្រាន់តែចុចលើឈ្មោះរបស់យើងមកហើយយើងចុចកន្លែងពាក្យ Facebook account បាទចុចលើហ្នឹងមកហើយយើងយកកន្លែងពណ៌ខៀវនេះគេដាក់ connect with Facebook បាទគេដាក់ logo Facebook ហ្នឹងយើងចុចលើហ្នឹងមកហើយចុចពាក្យ continue បើសិនជាបងប្អូនអត់ទាន់ log in account Facebook បងប្អូនចូលទេវាចេញឲ្យយើងវាយ email password Facebook យើងចូលហើយដោយសារក្នុងជ្រោមនេះខ្ញុំបាន log in account របស់ខ្ញុំចូលហើយអញ្ចឹងវាចេញមកបែបនេះហើយអញ្ចឹងបងប្អូនចុចលើពាក្យ similar tool នេះមកបាទហើយយើងចុចលើត្រេ3បាទដើម្បីយើងបង់លុយបាទយើងចុចពណ៌ត្រួយចេកនេះមកហើយបងប្អូនឃើញនេះគេដាក់ថា1.99រៀលក្នុងមួយខែហ្នឹងតែបើសិនជាបងប្អូនចុះឈ្មោះតាម link របស់ខ្ញុំបងប្អូនចំណាយតែ1.80រៀលទេអញ្ចឹងបងប្អូនចុចពាក្យ get start ទៅនឹងឃើញវា load 1.80រៀលឲ្យយើងហើយបាទចុច get start ហើយយើងរើសកម្ពុជានេះមកបន្ទាប់មកយើងចុចពាក្យ next ហើយយើងចុចពាក្យ next ទៀតមកចឹងបងប្អូនឃើញនេះគឺវា load 1.80រៀលឲ្យហើយបាទ
ចឹងយើងគ្រាន់តែទាញទូរស័ព្ទមួយទៀតយកមក scan មកបើសិនជាបងប្អូនមានកង់នៅក្នុងទូរស័ព្ទតែមួយបងប្អូនថតអេក្រង់វាហើយយកវាទៅ scan នៅក្នុងធនាគារទៅចាំត្រឡប់វាមកវិញឥឡូវខ្ញុំសូមធ្វើការ scan ហើយខ្ញុំចាប់ផ្ដើមទូទាត់លុយទឹកប្រាក់ចំនួន$1.80សូមផ្ទៀងផ្ទាត់បានចុចពាក្យបញ្ជាក់អូខេអញ្ចឹងក្នុង app ធនាគាររបស់ខ្ញុំគឺ load គ្រីសហើយយើងរងចាំកន្លែង tool នេះឲ្យវា load គ្រីសបែបនេះសិនមកចាំបងប្អូនចុចថយបើសិនជាវាអត់ទាន់ load គ្រីសបែបនេះទេបងប្អូនចុចថយ account របស់យើងគឺនៅជាប់ free ដដែលទេអត់ទាន់ចេញ premium ទេយើងអត់អាចដូររូបបានទេពេលដែលយើងបង្ហោះអញ្ចឹងយើងចុច OK មកឥឡូវខ្ញុំនឹងទៅធ្វើការបង្ហោះវីដេអូមួយដើម្បីឲ្យបងប្អូនឃើញបាទខ្ញុំចូលមកកន្លែង tool វាវិញមកហើយខ្ញុំបញ្យល់ tool មួយឲ្យបងប្អូនយល់សិនអញ្ចឹងវាមាន3ជម្រើសឲ្យយើងគឺយើងអាច copy link ពី Facebook មកបាទយើងឃើញវីដេអូគេទៅនោះយើង copy link មកយើងយកមកដាក់លើគេនេះមកបាទឥឡូវខ្ញុំក៏ប្រាប់មុខងារវាមួយសិនទេបាទខ្ញុំអត់ទាន់ប្រាប់ពីរបៀបបង្ហោះទេសម្រាប់អាទី3នេះគឺយើងផុសវីដេអូផ្ទាល់ខ្លួនបាទបើយើងមានវីដេអូនៅក្នុងទូរស័ព្ទរបស់យើងចុចអាទី3ហ្នឹងមកបាទយើងនឹងចូលទៅកន្លែងរើសវីដេអូរបស់យើងហើយសម្រាប់អាទី4នេះជាកន្លែងដែលយើងអាចទៅ copy link ពី TikTok បាទយើងឃើញវីដេអូនៅក្នុង TikTok តំណងអីយើងគ្រាន់តែ copy link មកហើយយើងយកមកដាក់អាកន្លែងអាទី4ហ្នឹងមកគឺយើងអាចបង្ហោះបានដូចគ្នាហើយបាទយើងអត់ចាំបាច់នឿយ download នឿយអីទេគឺយើង copy link យកមកតែម្ដងបាទឥឡូវខ្ញុំនឹងឧទាហរណ៍នៅលើចំណុចទី1ឲ្យបងប្អូនមើលបាទខ្ញុំទៅ copy link បាទឥឡូវខ្ញុំបើកវាមកសិនមកអូខេពេលដែលបើកមកបែបនេះខ្ញុំនឹងចុចវាមួយសិនហើយខ្ញុំចូលមកកាន់ Facebook អូខេចឹងខ្ញុំសូមធ្វើការ copy link ពី page មួយនេះបាទខ្ញុំគ្រាន់ចុចពាក្យ share ហើយខ្ញុំយកពាក្យ copy link បន្ទាប់មកខ្ញុំចូលមកកាន់ tool របស់យើងវិញហើយយើងផាស link នឹងចូលមកបាទនេះពេលដែលបងប្អូនផាស link ហើយបងប្អូនគ្រាន់តែចុចពាក្យ upload នេះមកបាទនេះចុចលើហ្នឹងមកយើងរងចាំវាបន្តិចទៅឲ្យវាចាប់ផ្ដើមដំណើរការឲ្យយើងឥឡូវវា load 100% ហើយយើងរងចាំវាបន្តិចវានឹង refresh thumbnail ឲ្យយើងបាទអញ្ចឹងការផុសជាលក្ខណៈបែបនេះគឺវាអត់ប៉ះពាល់ដល់ Facebook របស់យើងដូចយើងប្រើ master ផុសទេបើសិនជាយើងប្រើ master ផុសបងប្អូនដែលធ្លាប់ប្រើគឺដឹងហើយងាកខូចងាកបាត់វីដេអូគឺខាតពេលមែនតើហើយជួនណាវា ban Facebook យើងចោលទៀតនៅពេលដែលវា upload ពេញហើយគឺវាចេញបែបនេះបងប្អូនត្រូវរើសរូបមួយបាទយើងរើសរូបមួយចឹងមកតោះមកយើងអូសមកក្រោមបាទហើយយើង select page របស់យើងមកអូខេបន្ទាប់មកកន្លែងនេះជាកន្លែងសរសេរ caption បើយើង copy ពីគេមកវាអាចដោយទាំង caption មកអញ្ចឹងតែវីដេអូខ្លះក៏អត់ដោយ caption មកដែរបងប្អូនអាចដាក់ខ្លួនឯងបានបន្ទាប់ពីកន្លែង caption ហ្នឹងហើយបងប្អូនអូសមកក្រោមកន្លែង select tab នេះបងប្អូនយកពាក្យ like page បាទហើយកន្លែងនេះក៏បងប្អូនអាចកែបានដែរបងប្អូនចង់ដាក់អីក៏បានដែរស្រាប់ចិត្តបងប្អូនទេហើយសម្រាប់នេះជាផ្នែករូបផ្នែកខាងស្ដាំរបស់វាបាទបងប្អូនចុចលើនឹងមកវានឹងឲ្យយើងទៅរើសរូបមួយឯបាទដល់ពេលដែលយើងរើសរូបដែលយើងចង់ដាក់ហើយយើងអាចកំណត់ម៉ោងឲ្យវាផុសក៏បានដែរបើយើងចង់កំណត់ម៉ោងយើងយកពាក្យ schedule នេះមកអញ្ចឹងវានឹង load ថ្ងៃទីខែឆ្នាំហើយនឹងម៉ោងឲ្យយើងហើយបើយើងចង់ដាក់ម៉ោងប៉ុន្មានថ្ងៃទីប៉ុន្មានយើងអាចផ្លាស់ប្ដូរខ្លួនឯងបានកន្លែងហ្នឹងតែបើយើងចង់ផុសភ្លាមហ្មងយើងយកកន្លែង public now នេះមកបន្ទាប់មកយើងចុចពាក្យ public កន្លែងនេះបាទយើងរងចាំវាមកស្ទុះដែរបាទកន្លែងហ្នឹងអញ្ចឹងវារៀងយូរកន្លែងហ្នឹងតែបងប្អូនមិនបាច់បារម្ភទេបើសិនជាវាយូរអីយើងគ្រាន់តែរងចាំវាតាមដំណើរហ្នឹងទៅឲ្យវាដើរមួយឲ្យវាពេញទៅយើងអាចចូលទៅមើលក្នុង page នឹងឃើញវីដេអូរបស់យើងហើយអញ្ចឹងវាដាក់ពាក្យ uploading បែបនេះតិចទៀតវានឹងចេញពាក្យ public sync ឲ្យយើងហើយអាកន្លែងវាវិលហ្នឹងណាអញ្ចឹងបងប្អូនចាំវាបន្តិចទៅនេះវា load ពាក្យ public sync ហើយវានឹង load គ្រីសឲ្យយើងតែម្ដងអូខេឥឡូវគឺយើងផុសបានជោគជ័យហើយបាទ public sync នេះបាទ
successfully ឯងបាទសម្រាប់ភាសាអង់គ្លេសខ្ញុំអត់ដឹងថាខ្ញុំអានត្រូវអត់ទេអញ្ចឹងបងប្អូនកុំប្រកាន់អីយើងអាចកាត់ន័យយល់ខ្លួនឯងបានបាទអញ្ចឹងយើងចុចពី OK មកបាទបន្ទាប់មកយើងអាចចូលទៅឆែកមើល page របស់យើងបានតើវីដេអូដែលយើងផុសហ្នឹងគឺបានចូលមកនៅបាទ search ឈ្មោះ page ហ្នឹងហ្មងទៅបាទអូខេចឹងបងប្អូនឃើញនេះគឺវីដេអូហ្នឹងបានចូលមកហើយនេះជារូបផ្នែកខាងស្ដាំដែលខ្ញុំបានប្រាប់បងប្អូនមិញហ្នឹងអានេះជាកន្លែងដែលខ្ញុំប្រាប់ថាបងប្អូនអាចទៅសេអីក៏បានហ្នឹងបាទគឺវាចេញមកបែបហ្នឹងបាទហើយសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរតែចុងក្រោយបងប្អូនដែលបង់លុយហើយអត់បានជោគជ័យអីអាចតាក់ទងមកខ្ញុំបានហើយបងប្អូនយើងដែលបង្កើតអត់បានអីក៏អាចតាក់ទងឲ្យខ្ញុំបង្កើតឲ្យបានដូចគ្នាហើយបងប្អូនដែលបង្កើតហើយវាអត់ផ្ញើសារទៅហើយបងប្អូនចុះឈ្មោះតាម link របស់ខ្ញុំបងប្អូនឆាតមកខ្ញុំមកខ្ញុំអាច active email ឲ្យបងប្អូនបានណាបាទអញ្ចឹងបងប្អូនបើសិនជាអត់ឃើញផ្ញើសារទៅទេបងប្អូនឆាតមកខ្ញុំហើយផ្ញើ email មកខ្ញុំមកខ្ញុំ active ឲ្យបងប្អូនយកតែម្ដងបាច់ឲ្យបងប្អូននៅ active ទៀតទេហើយបើសិនជាបងប្អូនចង់បានបទពិសោធន៍ថ្មីការតម្លាក់ link ឲ្យគ្នាជួយ like ចុះឡើងអីបងប្អូនអាច join នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ link ឲ្យនៅខាងក្រោមនឹងដូចគ្នាបាទជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀត